តាក់ទងទាំងរឿងបញ្ហាព្រំដែនរបស់យើងខ្លីទេរឿងនេះជារឿងទាំងអស់គ្នាមិនមែនតែរឿងយើងទេរឿងទំនាក់ទំនងរបស់យើងក៏ដូចជាប្រជាជនថៃដែលយើងមានកំពុងតែមានប្រឈមនៅវិជាសាមួយដែលលំបាកហើយទាមទារឲ្យការដោះស្រាយប្រកបដោយការថ្លឹងថ្លែងបំផុតបាទខុសមួយជំហានអាចមានបញ្ហាធ្ងន់ខាសមួយជំហានអាចមិនសម្រេចភារកិច្ចហើយធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញម្សិលមិញនេះអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីមប្រាហ៊ីមដែលគាត់ជាប្រធានប្រដូវវេនអាស៊ានបានទូរស័ព្ទមកខ្ញុំល្ងាចក្រោយពីខ្ញុំប្រជុំរឿងហិរញ្ញវត្ថុផែនការយើងហើយម៉ោងប្រហែលជាល្បាក់5កន្លះល្ងាចនៅយើង6កន្លះនៅគាត់ក៏សួរពីស្ថានភាពហើយពីចំហរបស់កម្ពុជារឿងព្រំដែនកម្ពុជាថៃដែលកើតមានឡើងប្រមាណពីសប្តាហ៍មុនឈានទៅដល់ការវិវត្តនៅព្រំដែនកម្ពុជាថៃរឿងនេះខ្ញុំបានប្រាប់ចំហរបស់គាត់កម្ពុជាប្រើប្រាស់ឲ្យដូចខ្ញុំបាននិយាយជាសាធារណៈកន្លងទៅចំហរបស់កម្ពុជាវិធីសាស្ត្រអភិក្រមរបស់កម្ពុជាប្រើ3ទី1គឺប្រើយន្តការបច្ចេកទេសយន្តការបច្ចេកទេសគឺការខិតខំដោះស្រាយតាមគណៈកម្មការព្រំដែនទាំងពីរប្រទេសដោយប្រើប្រាស់លិខិតបទដ្ឋានគតិយុត្តផែនទីដែលបានឯកភាពគ្នាក្នុងការប្រើប្រាស់ហើយក្នុងករណីកម្ពុជាថៃគឺយើងឯកភាពគ្នាតាមរយៈកិច្ចព្រមព្រៀងឆ្នាំ2000ដែលហៅថា MOU 2000ដើម្បីទៅប្រើប្រាស់ជាមូលដ្ឋានក្នុងការដោះស្រាយដោយយកផែនទីដែលគណៈកម្មការកំណត់ព្រំដែនបារាំងសៀមឆ្នាំ1907ផែនទីធ្វើឆ្នាំ1904យើងយកនៅសន្ធិសញ្ញាឆ្នាំ1907នឹងលិខិតបន្ទាប់បន្សំដើម្បីជាគោលហើយផែនទីនោះគឺផែនទី1លើ200,000នៅក្នុងការដោះស្រាយសម្រាប់មកជួរព្រំដែនរបស់យើងពី800គីឡូម៉ែត្រជាងបាទថា805គីឡូម៉ែត្រតែខ្ទង់800គីឡូម៉ែត្រដែលចាប់ផ្ដើមតាំងពីមុំបីរហូតដល់ខេត្តកោះកុងចាំជាបើយន្តការនេះទៅមិនរួចយើងប្រើយន្តការអន្តរជាតិច្បាប់អន្តរជាតិទី1យន្តការច្បាប់អន្តរជាតិផ្អែកទៅលើមូលដ្ឋានដើម្បីដោះស្រាយគ្រឿងបច្ចេកទេសតែបើសិនជាអានឹងទៅមិនរួចទេគឺយើងប្រើប្រាស់យន្តការទី3ច្បាប់អន្តរជាតិកន្លែងខ្លះយើងប្រើភាគីទី3ដូចនៅព្រំដែនកម្ពុជាឡាវកម្ពុជាវៀតណាមយើងពឹងបារាំងរឿងការបោះពុំជួយមើលរឿងផែនទីរឿងអីហ្នឹងបើថា2នាក់ហ្នឹងវាតច្រកទៅហើយយើងនៅរ៉ាំរ៉ៃទៀតក៏វាទៅមុខហើយហេតុអីបានជាយើងចង់ដោះបញ្ចប់ដើម្បីកុំឲ្យកូនខ្មែរជំនាន់ក្រោយរាប់រយឆ្នាំនៅតែសង្គ្រឹះថ្មិញដាក់គ្នាបន្តិចតិចរហូតទៅវាយគ្នាជាមួយប្រទេសជិតខាងដើម្បីបញ្ចប់ថ្ងៃមុនមានអ្នកខ្លះជេរសម្ដេចតេជោអ្នកនយោបាយមួយចំនួននៅក្រៅប្រទេសថាម៉េចរាប់រយឆ្នាំឲ្យគេមិនយកមកដោះស្រាយហេតុអីក៏សម្ដេចតេជោយករឿងព្រំដែនមកដោះស្រាយសំណួរសួរថាក្នុងនាមជាមេដឹកនាំនយោបាយយើងចង់សង្ងំមួយខ្លួនណាទុកឲ្យកូនចៅខ្មែរនៅវាយគ្នារហូតទុកឲ្យព្រំដែននៅតំបន់មុំបីនៅអីហ្នឹងយើងអត់ដឹងថាពីណានៅពីណាអត់ដឹងថាដើរទៅកន្លែងណាគេមកចាប់គេចូលមកកន្លែងណាយើងចាប់ចូលវាយគ្នារហូតអត់ទេព្រំដែនហ្នឹងវាជាអកុសលពីជំនាន់រាប់រយឆ្នាំមុនប្រហែលជា100ឆ្នាំបើព្រំដែននេះវា70ឆ្នាំគត់មុននឹងខ្ញុំកើតឆ្នាំ77អនុសញ្ញាបារាំងសៀមគឺឆ្នាំ1907សម្ដេចតេជោកើតឆ្នាំផ្ទង់50ជាងអញ្ចឹងក៏កន្លះសតវត្សមុនសម្ដេចតេជោលោកកើតតែបើយើងទុកអាហ្នឹងរាប់រយឆ្នាំទៀតឲ្យកូនចៅខ្មែរយើងកូនចៅវៀតណាមកូនចៅឡាវកូនចៅថៃនៅបន្តមិនទាន់ដាច់គ្នាហើយអាតំបន់ហ្នឹងនៅទុកចោលរហូតគិតថាអាហ្នឹងតំបន់សមាននានលូកការអភិវឌ្ឍមិនមែនកំណត់ព្រំដែនអីច្បាស់លាស់តើយើងនៅមានបញ្ហាទេអញ្ចឹងយើងត្រូវដោះដោយទទួលខុសត្រូវអញ្ចឹងបើដោះទ្វេភាគីហើយមិនជាប់មានតែទៅយន្តការអន្តរជាតិដើម្បីជៀសផុតពីបញ្ហាទី3ហើយយន្តការទី3ក្នុងករណីចាំបាច់បើសិនជាមានការឈ្លានពានទឹកដីយើង
ប្រើប្រាស់កម្លាំងយើងប្រើប្រាស់កម្លាំងប្រអាវុធប៉ុន្តែជំហានទី3នេះវាគ្មានផលប្រយោជន៍សម្រាប់ប្រទេសណាទេយើងធ្លាប់វាយគ្នាហើយ2008 2011ប៉ុន្តែកងទ័ពនិងកងកម្លាំងប្រអាវុធរបស់យើងការពារទឹកដីយើងមានប៉ុន្តែអតិភិបគឺជំហាន2ខាងមុខទី1យន្តការពេលភាគីដោះស្រាយទី2យន្តការអន្តរជាតិដើម្បីយើងប្រឹងអញ្ចឹងខ្ញុំបានប្រាប់ទៅអេដាមអាន់វ៉ាកម្ពុជាប្រកាន់ជំហរ4ជំហរទី1គឺកម្ពុជាប្រកាន់ដាច់ជាប់ជានិច្ចនៅគោលជំហររក្សាសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃនិងក៏ដូចជាមួយប្រទេសជិតខាងនេះគឺជាគោលការណ៍ដែលយើងប្រកាន់ខ្ជាប់ជានិច្ចព្រោះបងប្អូន800គីឡូម៉ែត្រនេះប្រជាពលរដ្ឋយើងរាប់លានអ្នកនៅទល់មុខគ្នាបានផលជាមួយគ្នាអ្នកខ្លះការគ្នាប្តីប្រពន្ធប្តីខ្មែរប្រពន្ធថៃប្រពន្ធខ្មែរប្តីថៃរស់នៅព្រំដែនតាំងពីយូរខ្មែរលើខ្មែរសរិទ្ធនិយាយតែខ្មែរដាក់តែគ្នាសេដ្ឋកិច្ចទៅវិញទៅមកអញ្ចឹងកុំឲ្យរឿងកន្លែងតូចមួយកន្លែងណាវារៀលទូទាំងប្រទេសអញ្ចឹងការធានានៅសន្តិភាពស្ថិរភាពមិត្តភាពនិងដោះស្រាយដោយបច្ចេកទេសល្អត្រូវប្រកាន់ហើយយើងមានទំនាក់ទំនងរបស់ប្រជាជនយើងទាំងនេះហើយខ្ញុំសូមអរគុណណាស់ប្រជាពលរដ្ឋយើងដែលរួមគ្នាមិនឲ្យបញ្ហានេះរីកហើយក៏ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសធ្វើយ៉ាងណាកុំឲ្យបញ្ហាដោះស្រាយនៅចំណុចព្រំដែនប្រមាណចំណុចនេះទៅជារឿងរៀលដាលរហូតទៅដល់คล้ายទៅជាចំនួនជាតិសាសន៍នេះគឺមិនចំណេញសម្រាប់ប្រជាពលរដ្ឋយើងទេយើងមានថៃរស់នឹងធ្វើការនៅយើងមានប្រជាជនរស់នឹងយើងនៅទីនោះពាណិជ្ជកម្មជាមួយគ្នាម្សិលមិញមានប្រជាពលរដ្ឋថៃប្រហែលជា200នាក់ទៅបាតកម្មនៅមុខទូតយើងនៅបាងកកពេលជាមួយគ្នាមានអ្នកពីក្រៅប្រទេសមួយចំនួនស្រែកខ្មែរយើងលើកគ្នាទៅបាតកម្មនៅទូតថៃអារឿងនឹងហើយយើងធ្លាប់ដូច2001ម្ដងបាតកម្មចុះឡើងជ្រុលវាយដុតទូតដោយព័ត៌មានខ្លះបង្កើតកំហឹងរវាងប្រជាជននិងប្រជាជនបងប្អូនដែរនៅបាងកកប្រជាជន5លានអ្នកជាងបូកទាំងនៅជុំវិញបាងកកជាង11លានអ្នកបើប្រជាជនថៃទាំងអស់ស្អប់ខ្មែរមិនមែនតែ200នាក់ទៅបាតកម្មទេនិយាយឲ្យត្រង់ចឹងបងទៅអញ្ចឹងបានន័យថាប្រជាជនយើងទាំងពីរមានអ្នកស្រឡាញ់ជាតិអ្នកខ្លះស្មារតីជាតិនិយមជ្រុលតិចប៉ុន្តែរឿងព្រំដែនទុកឲ្យរឿងព្រំដែនហើយជឿទុកចិត្តលើរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធរបស់យើងជាអ្នកដោះស្រាយបញ្ហានៅកន្លែងណាដែលកើតហេតុក្រៅពីនឹងកុំពង្រីកបញ្ហាទៅជាទំនាស់រវាងជាតិនិងជាតិបាទព្រោះបើសិនជាជាតិនិងជាតិគឺរៀលពេញប្រទេសចាប់ខ្មែរបញ្ជូនចាប់ថៃបញ្ជូនទៅវិញទៅមកវាអត់ទេយើងរក្សាស្ថិរភាពរក្សាសាមគ្គីភាពមិត្តភាពរឿងវាកើតវាដោះបញ្ចប់អញ្ចឹងរឿងនេះខ្ញុំសូមឲ្យបងប្អូនរក្សាភាពនឹងនៅភាពស្ងៀមស្ងាត់ជឿទុកចិត្តលើរាជរដ្ឋាភិបាលការប្រើប្រាស់យន្តការបច្ចេកទេសយន្តការច្បាប់អន្តរជាតិនិងបើចាំបាច់ការពារបូរណភាពទឹកដីប្រើប្រាស់យន្តការកងកម្លាំងប្រដាប់អាវុធរបស់យើងដើម្បីការពារដោះស្រាយបញ្ហាការពារបូរណភាពទឹកដីរបស់យើងកុំចូលបង្កើតជាចំនួនតាម Facebook ឈានទៅដល់ការវាយគ្នានៅថៃមានអ្នកជ្រុលនិយមអ្នកជានិយមឃើញប្រកាសឲ្យចាប់ខ្មែរបដិញចេញឲ្យមានហាងខ្លះគេបាក់ឈប់លក់ទៅឲ្យខ្មែរតែសួរថាមកក្រុងបាងកកគ្រប់គ្នាតាមពួកគេទេអត់ទេអញ្ចឹងអ្នកនោះនៅជាភាគតិចតែបើប្រជាជនខ្មែរប្រជាជនថៃចាប់ផ្ដើមជុលគ្នាឡងគ្នាទៅវិញទៅមកទូទៅវាបង្កើតនៅរឿងផ្សេងអានឹងហើយគឺជាបញ្ហាបាទអញ្ចឹងខ្ញុំសូមឲ្យកម្មការគោលជំហរទី2របស់រាជរដ្ឋាភិបាលគឺការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឲ្យបានឆាប់រហ័សឆាប់ចប់ជាស្ថាពរជាជាងបន្សល់ទុកបញ្ហានេះឲ្យអូសបន្លាយរ៉ាំរ៉ៃយូរទៅទៀតដែលអាចបង្កចំនួនតាមព្រំដែន
hãy đây ban chỉ dương thử vô chấm nói buồn đi với tư môn nâng tư dương tư khất khom đó sẽ phải nhà chạy tết về việc kỳ dương ban khất khom hơi nơi cái này đi tăng pi pon chuyện là hốt từ đó vay cái này pi pon đã bùi hãy thay ní cho là chiết đi dôm trang song khang bàn rung từ đó và cao pa nhà ha nơi khăn ông cầm nứt rồi bao bị chia bớt là hốt từ đó con to tha đầm bòn nô chia về xe đầm bòn tập bọt thôm cả ta tập bọt thôm cứ chia là bao riêng luôn đôi phía kia trang song khang mật bàn toàn miền cô chụp họ plei cá tay cho là na Facebook cho là na bị chia chun ban vừa oi smart đây chiết để dùng đi việc rong tràn từ đó cả cái thà chuột kèng mình ai phải na đọ thôi bạn hai bật tốc du Việt nơi ta đã vô miền pina đọ miền ta hai nẹt thì bay và đọ đầm bay miền phải giá có bay chia viếng cá và đạo là hồi từ đó con cầm lăng trang so khang phải cho một kia được rồi cái đi mình men phải cho một tại không ôngกับเพียบตอบจะไปตอบประมาณที่ประมาณเนี้ยดอกเนี้ยตัวดอกเนี้ยมาร้อยเนี้ยเนี้ยอันนี้คือริทงดำใบบัญชีปัญหายังเตยโยกิจการอย่างนี้từ đỏ sàiผู้อาจจะรู้ตีมวยเบียแกงเฮยดอสไลจะไปเพียกี้ดิดอยซาเพียกี้ยังบ้านไอ้กับเพียบเนียตามอมยูชนำปีปอนเปรปราแพนตีชนำมาปอนบัวหน่อยบุญโบกจะมวยหนึ่งสติสัญญาชนำมาปอนบัวหน่อยบัวเปิ้ลนั่งไอ้กับซาเปียปอนอันนั้นอมยูเยอะจังแต่เราเจ๊สได้เพียกี้ไทยเผลอเพียแพนตีมวยเลยหาสปอนได้กู้ไอ้กับตาเปียกี้กลุ่นไอ้เปียกี้ขมายก็เมียนแพนตีมวยเลยหาสปอนบอกกลุ่นจังโยชเนรีกลุ่นเตียงมาโจโยนการดอเสียโอยูออเตปัจจัยแล้วไว้ได้จอบแกงคือจอละนาเจียนยมจากซองค้างเนี่ยบานเพื่อเอาอย่างนั้นดะเกี่ยวท่าดะจับแพงดะเมนมันเอาทอยครูได้จังดำใบดอคือเมียนแต่รุ่นเตยตลาดกาจนติดทออันตรายจีนขยมสู้ไอ้ดำยมปราบจมโหนึงแต่ไอ้ดำอันวะก็ทานจังได้การปีสิงคโปร์ให้มาเลเซียชลุกเดียเฮืองได้ตึกก็เธอจังได้ก็ชลุกเนี่ยเนื้ออะไรมวยนู้คืออาบอนดมก็การปันดาบรังกามาเลเซียจับประเดิมเตรียมเตียนในชนามจัดผมบวนตอนจากชนามปีป้อนมาผมใบบัตรดอกจอบตักประดัง ICJ ตะบงไล่พิจิมดอกใส่ทเวพิกี้ปันไตออตเตดอกชนามตะบงคือทาปะติงปะตงคนนี้เตอเตียนมาดอนจังชนามไปผมบวนดอกชนามก่อยคือสิงคโปร์ผมบวนมาเลเซียเตอ ICJ ต่อเพียมชนามก่อยบ้านมาเลเซียไอกับเพียบเตอจังเธอการระยะดอกบุญชนามกระไรไอกับเพียบคนนี้เตอบ้านดอกสลายใจพวกจอบแกงเฮยจังยนต์การเตอเพียกีติใบนี้คือจียนต์การละออบอมพอดในขนมเปรี้ยวแต่ยนต์การเพียกีจอบแกงปะติงปะตงคนนี้หายเชี่ยไปใส่ไปชมคนนี้เราแต่ดอกการตู้ในขนมการประดาวุธดังช่วยเอาตำเนะตำนองเราเวียงปะเตนปะเตเมียนปัญญาจังดำใบปนลดปัญญานี่เอาชอบเชี่ยสถาโปก็เอาเนื้อรำไรอายไปคนนี้แต่มุกเตี้ยหรือมวยชั่วคนนี้วับซับชนะแต่มุกเตี้ยโดยซาเป็นเพียชบาล้อยนต์กาเพียกียังบานไอกับเพียคนนี้หายแต่บรรทอนเมียนกาอนุวัตอะไรเมียนแต่งกาจบรุ่งแต่งสมาร์ทได้จีดยมแต่งซองคางเพื่อเอาถ้าดมนอเสียตามปัจจัยกิเต้มันอายเตยทีปวดเลยจะเศร้าแต่งซองคางหายเล่นแต่ตัวสกอร์เลยจะให้โดยซาสมาร์ทได้นี่จังเมียนแต่หายโยเนี่ยตลาดกาโยติทอแต่บดองเตยตลาดกาบอกเตยกัดเตยตลาดกากัดยังไม่กำปจีแต่ตัวสกอร์นั่งแต่ตัวโยดำใบประชอบนี่คือจะเป็นการสำคัญมันแมนกาโยเตยตลาดกา ICJ คือจะการบัญชีสังเกตนุตีคือจะการบัญจบเพลิงเชี่ยฟัดปีกาประโยชน์คณีโดยมันจำบัญยังโยวิธีศาสตร์ดอสไลเนี่ยtừ ICJ đầm bay đòi xa à lơ đây này riêng bay nằm lại thả bị chốt keng thôi
បើកាលត្រឹមតែរឿងចរចាគ្នារឿងផែនទីរឿងមួយប៉ុន្តែដល់អថេមករឿងជាតិនិយមរឿងអីនេះប្រតិកលាគ្នាសង្គ្រឹះដាក់គ្នានេះហើយបានវាជាប់គាំងអញ្ចឹងយើងត្រូវតែទៅអាហ្នឹងយន្តការយើងដែលទៅតុលាការ ICJ បញ្ហាទី3គោលចំណុចទី3គឺយើងក្រៅពី4ចំណុចនេះគឺយើងបន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមារបស់បកគោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ក្រៅពីចំណុចទាំង4ដែលយើងយកទៅ ICJ ដោយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃយើងមិនចោលយន្តការទ្វេភាគីទេយើងមានយន្តការច្រើនណាស់ទ្វេភាគីរវាងក្រសួងការបរទេសនិងការបរទេសរវាងក្រសួងការពារជាតិនិងក្រសួងការពារជាតិរវាងភូមិភាគនិងភូមិភាគយើងបន្តហើយរឿងព្រំដែននេះ800គីឡូឥឡូវយើងរកបានប្រហែលជា200គីឡូនៅសល់យើងរកបានឥឡូវ44បកគោលលើ73បកគោលនៅសល់រាប់រយគីឡូទៀតដែលត្រូវខណ្ឌសីមារបស់បកគោលព្រំដែនអញ្ចឹងយើងលើកលែងតែកន្លែងតែជាប់គាំងនេះយើងរកអ្នកទី3កន្លែងផ្សេងទៀតយើងបន្តយន្តការទៅតាមការឯកភាពគ្នាដោះស្រាយត្រាយទៅប្រើព្យាយាមយន្តការទី1បច្ចេកទេសបើសិនជាជាប់ជាងមានបញ្ហាផ្សេងបានយើងទៅយន្តការអន្តរជាតិខ្ញុំឃើញម្សិលមិញអ្នកគ្រូគេហៅចំពិបាកដែរអ្នកនយោបាយគេថាអញ្ចឹងយើងត្រូវតែប្តឹងទូទាំងព្រំដែនទៅឈប់ចរចាសុំបញ្ជាក់លោកទៅវិញតុលាការ ICJ មិនមែនតនេទេជិត200ប្រទេសប្តឹងច្រើនណាស់រឿងច្រើនណាស់អញ្ចឹងករណីមួយមមតែគេទទួលគេត្រូវមានហេតុផលច្បាស់លាស់គេឲ្យដោះស្រាយផ្ទៃក្នុងឲ្យអស់ទ្វេភាគីអ្នកពាក់ព័ន្ធឲ្យអស់ចិត្តសិនបើសិនជាអស់ហើយបានគេទទួលអញ្ចឹងគ្រាន់តែរឿងម៉ាឡេស៊ីនេះហើយសិង្ហបុរីរឿងតកោះប្រមាណតិចមួយហើយព្រំដែនទឹកតែបន្តិចមួយគេដោះ20ឆ្នាំប្តឹង10ពី2019 2090ឯកភាពគ្នាឆ្នាំ89ទៅប្តឹងត្រូវការចិត្ត 5-10 ឆ្នាំដើម្បីដោះស្រាយគ្រាន់តែរឿងប៉ុណ្្នឹងអញ្ចឹងគ្មានពីណាយកផែនទីទាំងមូលព្រំដែន800គីឡូទៅឲ្យ ICJ អង្គុយដោះទេអញ្ចឹងយើងសុកចិត្តយកអា4ចំណុចនេះព្រោះវាទាល់ច្រកទៅហើយយកទៅដាក់ដើម្បីដោះស្រាយទៅតែប្រមាណទៀតយើងត្រូវប្រកាន់រកវិធីដោះស្រាយតាមកិច្ចការដែលឯកភាពគ្នាពី MOU ឆ្នាំ2000ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបន្តទៅទៀតធ្វើយ៉ាងណាកុំឲ្យវានៅសពេចសពិលគ្រប់កន្លែងបើដោះបានតែ50-70% វាប្រសើរជាងដោះពីប្រសើរជាង 0% ដែលយើងមិនទាន់មានកាយទេយើងឯកភាពគ្នាឃើញបកគោល43យើងនៅមិនទាន់គេថាកំណត់អីស្រួលបួរខណ្ឌសីមាទៅយើងត្រូវបើកមុខព្រួយដើម្បីយើងឈានទៅដល់ការប្រកាសអញ្ចឹងដែលចង់បញ្ជាក់ថាតើរដ្ឋាភិបាលយើងយកទៅ ICJ នឹងដើម្បីបង្កើតសង្គ្រាមអត់ទេគឺយើងចង់ដោះស្រាយបញ្ចប់ជាមួយមិត្តប្រទេសជិតខាងរបស់យើងដោយស្មារតីសន្តិភាពសហប្រតិបត្តិការគោរពគ្នាឯកភាពគ្នាផ្អែកទៅលើមូលដ្ឋានផែនទីពីជំនាន់បារាំងដែលយើងបានឯកភាពគ្នាពីឆ្នាំ2000ដើម្បីបញ្ជាសង្គ្រាមប៉ុន្តែយើងក៏ឈាមលក្ខណៈការពារទឹកដីយើងគ្រប់មធ្យោបាយរួមទាំងកោះទ័ពប៉ុន្តែជំហររបស់យើងគឺទោះជាយ៉ាងណាក៏ដោយយើងមិនផ្ដាច់នៅមធ្យោបាយដោះស្រាយបញ្ហាបច្ចេកទេសទ្វេភាគីនៅតាមកន្លែងដែលមិនពាក់ព័ន្ធនេះបន្តទៅទៀតហើយចំណុចទី3គឺទី4គឺបន្តរយៈទំនាក់ទំនងគ្រប់ភាគីទាំងអស់បាទអញ្ចឹង4ចំណុចនេះ4គោលការណ៍នេះដែលខ្ញុំបានប្រាប់ទៅអាដាមអាន់វ៉ាហើយក៏ជាអភិក្រមនឹងគោលការណ៍ដែលរដ្ឋាភិបាលយើងធ្វើដែរយើងមិនចង់យករឿងដែលសេសសល់ពីរាប់រយឆ្នាំទៅឆ្នាំមុនទុកឲ្យសពេចសពិលហានិភ័យជ្រោះគ្នារាប់រយឆ្នាំប៉ុន្តែក្នុងការដោះស្រាយនេះយើងក៏ចង់ដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់និងបច្ចេកទេសជាជាងការបង្កើតនៅឯរិភាពរវាងគ្នាយើងដោះស្រាយកន្លែងណាដែលទាល់ច្រកអស់បញ្ហាបច្ចេកទេសយើងឈានទៅដល់ច្បាប់អន្តរជាតិរួមទាំងតុលាការអន្តរជាតិទាំង ICJ យុត្តិធម៌អន្តរជាតិ
ប៉ុន្តែពេលជាមួយគ្នាកន្លែងណាដែលយើងត្រូវគ្នាគឺយើងនៅបន្តខិតខំដោះស្រាយប្រើប្រាស់យន្តការទ្វេភាគីរវាងគណៈកម្មការកិច្ចការព្រំដែនរបស់ប្រទេសយើងទាំងពីរដើម្បីឈានទៅវាស់វែងខណ្ឌសីមានិងបោះបកគោលព្រំដែនដើម្បីឲ្យប្រជាពលរដ្ឋយើងទាំងពីរប្រទេសនៅកន្លែងនោះស្រួលធ្វើការជាមួយគ្នាបូកជាមួយនឹងបន្តទំនាក់ទំនងជាមួយគ្នាលើគ្រប់វិស័យរួមទាំងកងទ័ពនៅគ្រប់កន្លែងទាំងអស់ដែលយើងធ្វើការទាំងកម្រិតភូមិភាគកម្រិតក្រសួងការពារជាតិកម្រិតគណៈកម្មការជាតិព្រំដែនកម្រិតក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់កម្រិតវិស័យឯកជនរវាងប្រជាជននិងប្រជាជនកម្រិតធុរកិច្ចនិងធុរកិច្ចនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលប្រកាន់យកចំហនៅក្នុងការដោះស្រាយបញ្ហាដោយទទួលខុសត្រូវនៅក្នុងការកើតមាននៅព្រំដែនកម្ពុជាថៃនៅពេលនេះបាទអញ្ចឹងបងប្អូនណានេះគឺជាជំហរដែលខ្ញុំបានបញ្ជាក់ទៅអាដាមអាន់វ៉ាហើយក៏ជាជំហរដែលប្រជាពលរដ្ឋទាំងអស់ត្រូវមានទំនុកចិត្តឲ្យខ្ញុំបានប្រាប់បាទហើយក៏សូមឲ្យបងប្អូនសារជាថ្មីចូលរួមកុំពង្រីកសភាពការឲ្យលើសពីអ្វីដែលជាការចាំបាច់ជាពិសេសគឺចាប់ផ្ដើមកែនគ្នាស្អប់ជនជាតិរើសអើងជាមួយជនជាតិនៃប្រទេសមួយ